រុនសួស្តីបងម៉អនតាគ្នាស្វាគមន៍សាជាថ្មីមកជួបយាយយើងនៅព្រឹកនេះដែរយាយយើងមានតម្រុយថ្មីសម្រាប់បងម៉អនទស្សនានឹងមើលកំសាន្តលេងសម្រាប់ថ្ងៃទី23ខែ6 2025តម្រុយបាយយាយក៏មានប៉ុណ្ណឹងហើយយាយក៏មានសុបិននិយាយជូនបងម៉អនស្ដាប់កំសាន្តដូចគ្នាតាមមុននឹងនិយាយសុបិនយាយក៏សូមពឹងបងម៉អនដែលចូលរួមទស្សនាទាំងអស់គ្នានេះកុំភ្លេចជួយចុចពាក្យ like ជាវ subscribe ឬក៏ដឹងឲ្យ channel យាយម្នាក់មួយផងអូនណាដើម្បីទទួលបានវីដេអូក្រោយៗក៏ដូចជាពុកម៉ែបងប្អូនចង់បានតម្រុយតាមមកកុំភ្លេចចុច link និយាយដាក់លើ comment ហ្នឹងទៅនឹងឃើញតម្រុយតាមមកឲ្យបងប្អូនតាគ្នានៅទីនោះមានទទួលកត់តាចង់ពុកម៉ែបងប្អូនចូលមកស្ដាប់សុបិនយាយយប់មិញនេះយាយសុបិនឃើញមនុស្សប្រុសជិះឡានចាជិះឡានអាប្រុសណាហ្នឹងហើយជិះមកផ្លែតធ្លាក់ក្លុកងើបមកវិញឡានអស់តបូលលីងលហខ្លងចាតែមនុស្សអត់អីទេមនុស្សនៅជីធម្មតាហើយអើតមើលអ្នកប្រុសហ្នឹងអើតមើលថាអូអស់លុយទៀតហើយចាហ្នឹងហើយឃើញគេទៅមើលព្រាតឃើញគាត់ម្នាក់ឯងឃើញគាត់អត់ភ័យអត់អីទេឡានគាត់ខ្ទេចឡើងអស់តបោប៉ុណ្ណាគាត់អត់ភ័យទេគាត់នៅអើតជីពីលើឡានហ្នឹងអើតមើលខាងក្រោមតែឡានហ្នឹងឈប់ហើយចារួចមកវគ្គទៀតសុបិនឃើញយាយហ្នឹងទៅទិញបាយគេឃើញគេជៀនបង្ទាមកគ្រាប់ដាក់លើបាយហ្នឹងជៀនបង្ទាយើងហ្នឹងជៀនអុកឡាឃើញដាក់លើបង្ទាដាក់លើបាយឲ្យយាយមកគ្រាប់ហើយនឹងដួសបាយដាក់ឲ្យយាយមួយចានចាហ្នឹងហើយអញ្ចឹងយាយក៏កាត់យកខ្សែកុដ49 30កុដ37 38 904 037 649អស់ខ្សែនិងអស់30ចឹងពុកម៉ែបងប្អូនចេះកាត់លេខអីក៏យកតាមហ្នឹងទៅណាចាហើយក៏ជូនពរហេងសំណាងល្អទាំងអស់គ្នាចឹងវីដេអូយាយក៏មានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយ